ជាតិមោទនភាពផលិតផលខ្មែរពង្រីកវិសាលភាពនាំចេញទៅទីផ្សារប្រទេសកូរ៉េខាងត្បូងស្របពេលមានការទទួលស្គាល់លើគុណភាពនិងរសជាតិឆ្ងាញ់នៃផលិតផលមីជាតិក្រុមហ៊ុន One More Manufacturing ផលិតមីកញ្ចប់ឆ្អិនស្រាប់នៅកម្ពុជាមួយនេះបាននាំចេញផលិតផលមីជាតិទៅកាន់ទីផ្សារអន្តរជាតិប្រទេសកូរ៉េខាងត្បូងដែលជាវឌ្ឍនភាពថ្មីដ៏អស្ចារ្យមួយទៀតហើយនាដើមឆ្នាំ2025នេះបន្ទាប់ពីការនាំចេញទៅទីផ្សារក្រៅប្រទេសដំបូងកាលពីឆ្នាំ2021នេះជាមោទនភាពថ្មីនៃផលិតផលជាតិខ្មែរលើវិសាលភាពចែកចាយនិងនាំចេញទៅកាន់ទីផ្សារតំបន់អាស៊ីបូព៌ាលោកជំទាវចឹងសកុនធីវីនាយកប្រតិបត្តិក្រុមហ៊ុន One More Manufacturing មីជាតិបានឲ្យដឹងថាការនាំចេញទៅកាន់ទីផ្សារអន្តរជាតិនេះពិតជាបានផ្ដល់ភាពវិជ្ជមានជាច្រើនដល់ផលិតផលមីជាតិលើពីនេះក៏បានឆ្លុះបញ្ចាំងពីការទទួលស្គាល់ជាជាក់លើគុណភាពនិងរសជាតិផលិតផលមីជាតិស្របជាមួយតម្រូវការទីផ្សាររបស់ប្រជាជននៅក្នុងប្រទេសកូរ៉េខាងត្បូងផងដែរការនាំចេញនេះបានផ្ដល់ជាកាលានុវត្តភាពថ្មីមួយទៀតសម្រាប់ផលិតផលមីជាតិក្នុងការបង្ហាញវត្តមានខ្លួននៅលើទីផ្សារអន្តរជាតិខណៈគុណភាពនិងរសជាតិនេះបានទទួលស្គាល់រួចជាស្រេចពីសំណាក់ប្រជាជននៅក្នុងស្រុកលោកជំទាវបានបន្តទៀតថាមីជាតិបានផលិតឡើងក្នុងស្តង់ដារមួយដែលត្រឹមត្រូវតាំងពីថ្ងៃបង្កើតដំបូងដើម្បីសម្រេចនៅទស្សនវិស័យជាផលិតផលចំណីអាហារដែលគេគ្រប់គ្នាទទួលស្គាល់ហើយការនាំចេញថ្ងៃនេះជាដំណើរឆ្ពោះទៅមុខមួយដំណាក់កាលទៀតដែលក្រុមហ៊ុនបានខិតខំប្រឹងប្រែងជាង6ឆ្នាំកន្លងមកនេះដើម្បីលើកកម្ពស់ផលិតផលក្នុងស្រុកនិងវិស័យចំណីអាហារវេចខ្ចប់នៅកម្ពុជាលោកឆាយចុងមុននាយកប្រតិបត្តិក្រុមហ៊ុន Ringpeng Co Ltd តំណាងដៃគូចែកចាយមីជាតិទៅប្រទេសកូរ៉េខាងត្បូងបានមានប្រសាសន៍ថាខ្ញុំបានពិតជាមានក្តីសប្បុរសរីករាយនិងមានកិត្តិយសយ៉ាងក្រៃលែងសម្រាប់កិច្ចសហការជាមួយក្រុមហ៊ុនមីជាតិលើកដំបូងនាំចេញទៅកាន់ប្រទេសកូរ៉េដើម្បីបំពេញនៅលក្ខខណ្ឌក្នុងការនាំចេញកម្រិតគុណភាពនិងសុវត្ថិភាពចំណីអាហាររបស់មីជាតិត្រូវបានឆ្លងកាត់ការសិក្សានិងវាយតម្លៃយ៉ាងយកចិត្តទុកដាក់បំផុតដោយក្រសួងនិងស្ថាប័នពាក់ព័ន្ធលើបទដ្ឋានស្តង់ដារដើម្បីធានាដល់ការនាំចេញប្រកបដោយសុវត្ថិភាពនិងគុណភាពលោកបន្តទៀតថានៅប្រទេសកូរ៉េមានផលិតផលមីក្នុងស្រុកនិងមីនាំចូលរាប់សិបស្លាកសញ្ញាដែលនាំចូលពីបណ្ដាប្រទេសជាច្រើនរួមមានជប៉ុនចិនវៀតណាមជាដើមប៉ុន្តែខ្ញុំមិនទាន់បានឃើញមាននៅវត្តមានមីកញ្ចប់របស់ប្រទេសកម្ពុជានោះទេលោកជឿជាក់ថាការនាំចេញនេះមានបំណងចង់ពំនាំនៅអនុស្សាវរីយ៍និងការចងចាំនៃរសជាតិស្រុកកំណើតជូនដល់ប្រជាជនកម្ពុជាចំនួន 10,000 នាក់ដែលកំពុងរស់នៅក្នុងប្រទេសកូរ៉េនិងចង់ណែនាំនៅផលិតផលមីកញ្ចប់ថ្មីរសជាតិឈ្ងុយឆ្ងាញ់មួយនេះជូនប្រជាជនកូរ៉េផងដែរលោកសុនស៊ីដេតអគ្គនាយករងនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំកបបនៃក្រសួងពាណិជ្ជកម្មបានបង្ហាញនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុនដែលបានចូលរួមចំណែកក្នុងការការពារអ្នកប្រើប្រាស់ជំរុញកំណើនសេដ្ឋកិច្ចនិងបង្កើតការងារសម្រាប់ប្រជាជនកម្ពុជាដោយបានអនុវត្តនូវអភិក្រមរួមមានការប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុកការប្រើប្រាស់កម្លាំងពលកម្មក្នុងស្រុកការផលិតដោយប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយរបស់ជប៉ុននិងការបំពេញបាននូវលក្ខខណ្ឌតម្រូវផ្នែកគុណភាពនិងសុវត្ថិភាពដោយដាក់ឲ្យអនុវត្តនៅប្រព័ន្ធ ISO 22000 2018 ប្រព័ន្ធ ISO 9001 2015 ប្រព័ន្ធ GAPS និងប្រព័ន្ធ HACCP ជាដើម